vitamin ណាខ្លះញ៉ាំចូលគ្នាបានណាខ្លះដែលអត់គួរញ៉ាំចូលគ្នាហើយតើគួរញ៉ាំកម្រិតប៉ុន្មានសម្រាប់សុវត្ថិភាពរយៈពេលវែង Case ទី1 vitamin C 500 mg vitamin E ថា400 IU ចុះ Bright Skin Plus Hyaluronic ញ៉ាំមួយគ្នាបានអត់មើលតាម ingredient vitamin ហ្នឹងគឺអាចញ៉ាំចូលគ្នាបានប៉ុន្តែបើសិនជាយើងញ៉ាំរយៈពេលវែងហើយយើង concern អំពីសុវត្ថិភាពខ្ញុំគិតថាគួរតែដក vitamin C 500 mg ចេញមូលហេតុអីប្រភេទនេះគឺវាចូលជា multi vitamin ហើយប្រភេទ multi vitamin គឺគេអត់សូវណែនាំឲ្យយើងញ៉ាំកម្រិតខ្ពស់ៗរបស់ vitamin មួយទេគឺយើងត្រូវផ្ដោតទៅលើកម្រិតទាបបំផុតសុវត្ថិភាពបំផុតនិងមានប្រសិទ្ធភាពមូលហេតុដែលយើងដក vitamin C 500 mg ចេញដោយសារនៅក្នុង Bright Skin Plus ហ្នឹងគឺមាន vitamin C 100 mg នៅក្នុងហ្នឹងហើយកុំគិតថា100 mg ហ្នឹងតិចអត់តិចទេគឺគ្រប់ចំនួនដែលខ្លួនរបស់យើងត្រូវការហើយណាមួយវាបូកជាមួយនឹង vitamin ផ្សេងទៀតសម្រាប់ multi vitamin របៀបហ្នឹងគឺអត់ណែនាំឲ្យយើងញ៉ាំកម្រិតខ្ពស់ៗរបស់ vitamin ចូលគ្នាទេទី1យើងលាយបញ្ចូលគ្នាដល់ខ្លួនឯងអត់មានការសិក្សាអំពីសុវត្ថិភាពរយៈពេលវែងទី2វាអាចរំខានដល់ការធ្វើការរបស់ antioxidant ដែលមាននៅក្នុងខ្លួនយើងពពួក superoxide dismutase catalase glutathione អីហ្នឹងធ្វើឲ្យប៉ះពាល់ដល់សកម្មភាពហើយនិង process របស់កោសិកាមួយចំនួនដែរសម្រាប់ការញ៉ាំរយៈពេលវែងនេះគឺជាផលវិបាកដែលអាចនឹងកើតមានហើយក៏អាចនឹងអត់កើតមានដែរទី2 vitamin C និង vitamin E នៅពេលព្រឹកហើយនិង omega នៅពេលល្ងាច3ហ្នឹងញ៉ាំចូលគ្នាបានរបៀបប្រើយើងអាចញ៉ាំរៀងរាល់ថ្ងៃបានបើយើងគិតអំពីសុវត្ថិភាពរយៈពេលវែងខ្ញុំណែនាំឲ្យញ៉ាំ omega រាល់ថ្ងៃ vitamin C និង vitamin E បូកចូលគ្នាហ្នឹងមួយអាទិត្យតែ3ដងបានហើយទី3 Blackmore Insola ហើយនិង Glow Collagen នេះខ្ញុំឲ្យ10លើ10ប៉ុន្តែណែនាំសម្រាប់អ្នកដែលគាត់មានអាយុ25ឆ្នាំឡើងទៅ Blackmore ជាមួយនឹង TD Lab Hair ក៏ញ៉ាំចូលគ្នាបានដែរ10លើ10ឆ្លាស់គ្នាក៏បានញ៉ាំចូលគ្នាក៏បានអត់មានបញ្ហាអាហ្នឹងសម្រាប់ Blackmore ហើយនិង vitamin E 400 IU ក៏អាចញ៉ាំចូលគ្នាបានដែរញ៉ាំរៀងរាល់ថ្ងៃបាន vitamin C 500 mg ញ៉ាំរាល់ថ្ងៃខ្ញុំឲ្យ100លើ10 vitamin C 1000 mg អ្នកដែលមានសុខភាពល្អធម្មតាគួរតែញ៉ាំមួយអាទិត្យតែ3ដងបានហើយតែបើសិនជាមានជំងឺផ្ដាសាយអីអាចញ៉ាំរាល់ថ្ងៃបាន vitamin C 2000 mg អត់ណែនាំឲ្យញ៉ាំទេលើកលែងតែមានការណែនាំពីគ្រូពេទ្យសម្រាប់ព្យាបាលជំងឺណាមួយចាំបាច់